តើកុមារត្រូវការធ្វើការពិនិត្យដោយប្រើ endoscopy ទេដូច្នេះកុមារក៏មានបញ្ហាខ្លះនៅក្នុងពោះរបស់ពួកគេតែត្រូវការមើលទៅខាងក្នុងដើម្បីមើលថាតើមានអ្វីកើតឡើងនៅខាងក្នុងមានលក្ខខណ្ឌជាច្រើនក្នុងវិស័យវេជ្ជសាស្ត្រកុមារជាអ្នកជំនាញផ្នែកពោះដែលខុសពីមនុស្សពេញវ័យហើយឧបករណ៍ដែលប្រើសម្រាប់កុមារខ្លះតូចជាងឧបករណ៍ដែលប្រើសម្រាប់ការពិនិត្យ endoscopy របស់មនុស្សពេញវ័យការធ្វើ endoscopy សម្រាប់កុមារតែងតែធ្វើក្រោមការប្រើថ្នាំសម្លុបការជិះចាប់ដែលមានន័យថាអ្នកធ្វើឲ្យទារកស្ងប់ស្ងាត់បន្តិចប្រៀបធៀបនឹងមនុស្សពេញវ័យដែលនៅក្នុងស្ថានភាពភ្ញាក់ដូច្នេះវាអាចជាការប៉ះពាល់ខ្លាំងសម្រាប់កុមារមែនទេដើម្បីធ្វើ endoscopy នៅពេលភ្ញាក់ដូច្នេះកុមារត្រូវបានបញ្ចូលគេងដោយក្តោបថ្នាំសម្លុបការជិះចាប់តាមការដកដង្ហើមបន្តិចពួកគេចូលគេងពួកគេស្ងប់ស្ងាត់អ្នកជំងឺមានសេចក្តីសុខឪពុកម្ដាយមានសេចក្តីសុខហើយអ្នកធ្វើនីតិវិធីក៏មានសេចក្តីសុខខ្លាំងដែរដើម្បីរកឃើញបញ្ហាសំខាន់មួយចំនួនដែលពេលខ្លះកុមារបានជួបប្រទះពួកគេបានជួបប្រទះអ្វីខ្លះពេលខ្លះពួកគេមានការស្រែកឈាមពេលខ្លះកុមារមានការឈឺចុកក្នុងពោះខ្លាំងដែលត្រូវការស៊ើបអង្កេតហើយកុមារដែលជាកុមារពួកគេលេបវត្ថុប្រទេសគ្រប់ប្រភេទពេលខ្លះពួកគេលេបថ្មពួកគេលេបវីសពួកគេលេបដៃគោលហើយពួកគេលេបដៃភ្លោះដូច្នេះពេលខ្លះការធ្វើ endoscopy កុមារជាការពិតប្រាកដហើយត្រូវធ្វើជាញឹកញាប់ដើម្បីជួយកុមារហើយអ្នកដឹងទេថាតើអាយុតូចបំផុតដែលអ្នកអាចធ្វើ endoscopy កុមារបានបាទទោះបីជាកុមារកើតថ្មីតែមានអាយុត្រឹមតែប្រមាណ10ថ្ងៃនិងមានទម្ងន់ត្រឹមតែប្រមាណ2គីឡូក៏អាចធ្វើ endoscopy កុមារដោយសុវត្ថិភាពបានប្រសិនបើអ្នកមានឧបករណ៍ endoscopy និងជំនាញដែលត្រូវការ